ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកបង្ហាញផ្ទះមួយទៀតដែរបងប្អូនណាបាទថ្ងៃនេះថ្ងៃទី27ខែ6ឆ្នាំ2025បងប្អូនណាផ្ទះនេះស្ថិតនៅភូមិទួលសង្កែឃុំជាតិស្រុកកំចាយមាសខេត្តព្រៃវែងបងប្អូនណាបាទផ្ទះនេះប្រភេទវីឡាឡៅទឿបងប្អូនស្រស់ស្អាតណាស់បងប្អូនណាបាទតែនេះទំហំទទឹង5.20 ម៉ែត្របងប្អូនណាបដោយវា14 ម៉ែត្របងប្អូនបាទតម្លៃផ្ទះនេះជាង30000ក្រាស់បងប្អូនបាទនឹងហើយស្រស់ស្អាតណាស់បងប្អូនបាទបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកក្រុមការងារយើងខ្ញុំបានក្រុមការងារយើងខ្ញុំមានទទួលសាងសង់25ខេត្តក្រុងបងប្អូនណាប្រភេទវីឡាប្រភេទផ្ទះល្វែងផ្ទះជួលឃ្លាំងលបងបាទក្រុមការងារយើងទទួលសាងសង់បាទទាំងអស់បាទបងប្អូនបាទផ្ទះនេះមាន3បន្ទប់គេង2បន្ទប់ទឹកចក្រានបាយមួយនិងកន្លែងទទួលភ្ញៀវបងប្អូនបាទស្រស់ស្អាតណាស់បងប្អូនបាទហ្នឹងហើយបងប្អូនចាំជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបងប្អូនណា Facebook ហើយនិង TikTok បាទអរគុណបងប្អូនធំបាទបាទនឹងកន្លែងទទួលភ្ញៀវនេះក៏ធំទូលាយដែរបងប្អូនណាបាទតែនេះខ្ពស់ស្រឡះស្អាតណាបងប្អូនបាទហ្នឹងហើយបាទហើយខាងក្រោមនេះមានបន្ទប់គេងមួយបងប្អូនណាបាទនេះបន្ទប់គេងបាទស្អាតណាស់បងប្អូនបាទយើងរៀបចំឲ្យគាត់ហើយរួចរាល់ហើយបងប្អូនបាទហ្នឹងហើយស្អាតតែម្ដងបងប្អូនហើយមានបន្ទប់ទឹកក្នុងនឹងមួយដែរបងប្អូនបាទស្រស់ស្អាតតែម្ដងបងប្អូនបាទហ្នឹងបាទភ្លើងពីតានការរៀបចំតុបតែងគឺស្រស់ស្អាតបងប្អូនបាទស្រស់ស្អាតខ្លាំងបាទនេះកន្លែងចក្រានបាយបងប្អូនណាចក្រានបាយនឹងបាទហើយនេះប្រកាន់ដៃបងប្អូនណាប្រកាន់ដៃសូមបញ្ជាក់ប្រកាន់ដៃនេះប្រភេទប្រកាន់ដៃដែលលាយជាមួយឈើបងប្អូនគឺស្រស់ស្អាតណាស់បងប្អូនអើយបាទហ្នឹងហើយបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកបានបងប្អូនណាក្រុមការងារយើងខ្ញុំមានទទួលសាងសង់25ខេត្តក្រុងបងប្អូនបាទគឺស្រស់ស្អាតណាស់បងប្អូនបាទណាហើយខាងលើនេះមាន2បន្ទប់គេងបងប្អូនណាបាទមាន2បន្ទប់គេងបាទនេះបន្ទប់មួយបងប្អូនណាបាទបន្ទប់មុខបន្ទប់ធំបងប្អូនបាទហើយមើលទៅស្រស់ស្អាតណាបាទតែនេះភូមិទួលសង្កែឃុំជាតិស្រុកកំចាយមាសខេត្តត្បូងខេត្តព្រៃវែងបងប្អូនបាទហ្នឹងហើយទៅហើយថ្ងៃនេះបាទស្អាតណាស់បងប្អូនបាទមើលការរៀបចំតុបតែងនេះស្អាតណាស់បងប្អូនតែនេះមានទាំងបុកគ្រឹះរៀបអត់20ជុំវិញទ្វារឈើសក្រំឡាបបោផ្កាឈូកខ្សែអនាម័យអូរៀបរាប់និយាយខ្ញុំអាសេតទាំងអស់បងប្អូនបាទមានចាក់សាបជុំវិញឲ្យ1ម៉ែត្រមានស្តែនទឹកឲ្យមួយទៀតនិយាយចំទៅមកហើយរួចរាល់បងប្អូនបាទគឺស្អាតហើយភ្លើងមានមកកំ plei បងប្អូនណាបាទមានតាំងមកទៅបឺតក្លិនឡាបបោរយរាប់អត់អស់បងប្អូនបាទទៅនេះមកបាទកាន់ដៃស្អាតណាបងប្អូនបើកាន់ដៃឈើលាយដែកបាទស្រស់ស្អាតមកបងប្អូនបាទហ្នឹងហើយថតហើយថតទៀតអត់ចង់ឈប់បាទហ្នឹងហើយផ្ទះហ្នឹងវាមានប៉ុណ្ណឹងឯងហើយនឹងគាត់ធ្វើបន្ទប់ទឹកថែមនៅក្រោយមួយទៀតហ្នឹងឲ្យចាំខ្ញុំជូនមើលបាទហ្នឹងហើយខាងក្រោមបាទខាងក្រោមមានទុបទឹកមួយដល់ពេលក្រោយមកទៀតគាត់ធ្វើថែមនៅខាងក្រោយជាប់ខាងក្រោយផ្ទះមួយទៀតបងប្អូនបាទហ្នឹងហើយនៅខាងក្រោយផ្ទះនេះចេញមកក្រៅខាងក្រៅផ្ទះនេះណាបាទនេះបន្ទប់ទឹកខាងក្រៅនឹងមួយទៀតហ្នឹងហើយបងប្អូនផ្ទះហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនតែតែងតែគ្រប់គ្រងដល់ក្រុមការងារយើងខ្ញុំបាទជំរាបលា